សូមជំរាបសួរក៏សូមសួស្តីដល់បងប្អូនអរគ្នាដែលកំពុងតែទស្សនាវីដេអូមួយនេះនៅថ្ងៃនេះក្នុងនាមខ្ញុំជាគ្រីស្ទបរិស័ទខ្ញុំសូមសួរសំណួរបងប្អូនអរគ្នាមួយដែលខ្ញុំគិតថាមិនដែលមាននរណាម្នាក់ដែលនឹងសួរបងប្អូនទាំងអស់គ្នានៅឡើយក៏ប៉ុន្តែខ្ញុំក៏ធ្លាប់បានផុសនៅក្នុង Facebook របស់បងខ្ញុំដោយសំណួរសួរថាតើគ្រីស្ទបរិស័ទការពីសេរីពិតឬក៏សេរីពិតការពីបងប្អូនទាំងអស់គ្នាបាទមានន័យថាតើយើងជាអ្នកដែលការពីសេរីពិតការពីគុណធិការពីព្រះបន្ទូលការពីព្រះគម្ពីរឬក៏ព្រះគម្ពីរជាអ្នកការពីយើងព្រះបន្ទូលជាអ្នកការពីយើងឬក៏អាចមានន័យថាព្រះយេស៊ូវគឺជាអ្នកការពីយើងនៅត្រង់ចំណុចនេះបងប្អូនមួយចំនួនបានដឹងហើយថាសម្រាប់អ្នកដែលស្រឡាញ់ព្រះបន្ទូលព្រះស្រឡាញ់សេចក្តីបង្រៀនត្រឹមត្រូវតែងតែប្រកាសតែងតែលើកឡើងដើម្បីនឹងបង្ហាញអំពីគោលធិរបស់បងខ្លួនដើម្បីនឹងរក្សានៅគោលធិនោះដោយនិយាយថាចង់រក្សាចង់ការពារសេចក្តីពិតដែលមាននៅក្នុងព្រះគម្ពីរឬក៏យើងអាចនិយាយបានថាការពារគោលធិដែលត្រឹមត្រូវនៅក្នុងព្រះគម្ពីរសម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើព្រះគម្ពីរដែលបោះពុម្ពនៅឆ្នាំ1954ដែលយើងហៅថាព្រះគម្ពីរក្រហមហើយគោលធិនៅក្នុងព្រះគម្ពីរក្រហមនៅក្នុងគណៈនិកាយពុទ្ធសង្ឃយើងក៏បាននិយាយច្រើនទាក់ទងជាមួយនឹងសេចក្តីសង្គ្រោះបុណ្យជាមួយទឹកឬក៏ការថ្វាយបង្គំនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលមានការជជែកដូចនេះជាច្រើនហើយមានគោលធិច្រើនធំនៅក្នុងព្រះគម្ពីរនៅក្នុងជំនឿគ្រីស្ទបរិស័ទរបស់ផងយើងនៅថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីការយល់ដឹងរបស់ពួកខ្ញុំមួយចំនួនទាក់ទងជាមួយនឹងសំណួរដែលខ្ញុំបានសួរកាលពីដើមនៃខ្សែវីដេអូមួយនេះដែលថាតើយើងការពារសេរីពិតឬក៏សេរីពិតការពារយើងជាការពិតគឺជាព្រះយេស៊ូវដែលទ្រង់គឺជាអ្នកការពារគ្រីស្ទបរិស័ទដែលជាអ្នកជឿព្រះអង្គអ្នកដើរតាមព្រះអង្គដែលទ្រង់ការពារថែរក្សាយើងនៅក្នុងការរស់នៅរបស់ផងយើងនៅក្នុងការបម្រើរបស់ផងយើងដែលជាបម្រើទ្រង់រាល់តែថ្ងៃរស់នៅថ្វាយទ្រង់រាល់តែថ្ងៃដូច្នេះយើងអាចនឹងបានចម្លើយទី1ថាព្រះយេស៊ូវគឺជាអ្នកការពារយើងទី2ព្រះយេស៊ូវគឺជាសេចក្តីពិតហើយសេចក្តីពិតនោះបានការពារយើងពីគ្រប់ទាំងការចាប់ប្រកាន់នានាដែលខ្មាស់ស្រខាំមានរបស់ផងយើងដែលយើងហៅថាអរិយសត្វតាំងនោះវាគឺជាអ្នកដែលចាប់ប្រកាន់យើងក៏ប៉ុន្តែនៅពេលដែលយើងរក្សាសេចក្តីពិតរក្សាការប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះយើងឃើញថាសេចក្តីពិតគឺជាអ្នកការពារយើងពីការចោទប្រកាន់របស់ផងខ្មាំងសត្រូវឧទាហរណ៍ដូចជាយោបអញ្ចឹងគាត់គឺជាម្នាក់ដែលស្រឡាញ់គ្រប់កុសឲ្យព្រះគាត់ប្រមាណរស់នៅក្នុងទឹកដីរបស់ផងរាជរបស់ព្រះនៅចំណន់នោះទេហើយគាត់គឺជាម្នាក់ដែលបានកើតរស់នៅក្នុងចំណន់លោកតាអាប់រ៉ាហាំក៏ប៉ុន្តែគាត់គឺជាអ្នកគ្រប់កុសខ្លាចព្រះយេហូវ៉ាឃើញថារាល់ទាំងកិច្ចការរបស់ផងលោកគឺមានព្រះជាអ្នកចាំជួយការពារក៏ប៉ុន្តែគឺវាអាស្រ័យទៅលើអរិយាបថរបស់ផងលោកយោបតើព្រះការពារលោកបានឬក៏មិនបានពីការចាប់ប្រកាន់របស់ផងផងសត្រូវគឺជាអរិយសត្វតាំងនោះឯងមកដល់ចំណុចនេះយើងតែងតែឮបងប្អូនទាំងអស់គ្នាប្រកាសអំពីការពារសេរីពិតការពារគោលធិការពារសេរីពិតត្រឹមត្រូវបាទពីនោះគឺវាមិនខុសទេក៏ប៉ុន្តែសួរថាតើសេរីពិតពិតជាត្រូវការយើងការពារឬក៏យ៉ាងណាសម្រាប់ខ្ញុំយល់មួយចំណុចទៀតខ្ញុំគិតថាសេចក្តីពិតគឺការពារយើងក៏ប៉ុន្តែយើងមិនដែលបានការពារសេចក្តីពិតនោះឡើយធ្វើដូច្នេះនិយាយបែបដូច្នេះមិនមែនមានន័យថាយើងខំប្រឹងព្យាយាមនិយាយអ្វីដែលពិតនិយាយគោលធិដែលពិតនោះមិនបានជួយក្នុងការពាររក្សាសេរីពិតនោះឡើយហើយបងប្អូនតែនិយាយថាបើយើងមិននិយាយអ្វីការពិតគោលធិពិតប្រកបទីសេចក្តីពិតគឺនឹងត្រូវបានរលាយបាត់បង់ទៅនៅក្នុងសង្គមបរិយាកាសរបស់គ្រីស្ទបរិស័ទសូមគិតត្រង់ចំណុចមួយបងប្អូនទាំងអស់គ្នាតាមការពិតយើងមិនដែលបានការពារសេចក្តីពិតទេហេតុអីការពិតនៅពេលដែលខ្ញុំ
មានស្ដីពិតកាន់គោលលទ្ធិពិតហើយបងប្អូនដែលកំពុងតែកាន់គោលលទ្ធិពិតប្រាកដហើយបងប្អូនមិនដែលបានការពារស្ដីពិតនោះឡើយគឺស្ដីពិតទីដែលរក្សាយើងនៅក្នុងសេចក្ដីសង្គ្រោះរក្សាយើងនៅក្នុងព្រះអញ្ចឹងដែលបងប្អូនហើយនឹងខ្ញុំតែនិយាយថាយើងតែងតែយើងការពារស្ដីពិតតើដំណើរនេះតើខ្ញុំអេនឌ្រូចង់មានន័យថាដូចម៉េចតាមកាពិតបើសិនជាស្ដីពិតតែបានបង្ខូចមានថាព្រះយេស៊ូវតែបានបង្ខូចអញ្ចឹងទោះយើងខំកាន់យ៉ាងណាក៏ដោយក៏វានៅតែមិនពិតដែរពីព្រោះរបស់ដែលល្អនោះត្រូវបានស្អុយត្រូវបានខូចពុករលួយបាត់ទៅហើយក៏មិនតែសួរថាស្ដីពិតរបស់ព្រះយេស៊ូវខូចទេអត់ទេពីព្រោះម្ចាស់នៃស្ដីពិតគឺជាព្រះយេស៊ូវទ្រង់មិនបានខូចនៅឡើយទ្រង់នៅតែល្អបរិសុទ្ធគ្មាននរណាអាចធ្វើឲ្យទ្រង់ប្រឡាក់បាននៅឡើយបាទអញ្ចឹងសួរថាបើទ្រង់ល្អបរិសុទ្ធហើយតែយើងការពារព្រះអង្គបានដែរអត់ទេយើងមិនត្រូវបាច់ការយើងព្រះអង្គមិនត្រូវការពារអំពីយើងទេទ្រង់ទេគឺជាអ្នកការពារទីសិបស័តទ្រង់ទេគឺជាអ្នកដែលការពារយើងអញ្ចឹងតើដែលយើងនិយាយថាយើងការពារស្ដីពិតនោះជាយាមពង្រីកផ្សព្វផ្សាយអ្វីដែលជាការពិតនោះតើយើងធ្វើទៅដំណើរយ៉ាងដូចម្តេចតាំងពីយើងមកបានការពារស្ដីពិតដែលនៅក្នុងខ្លួនយើងនោះឡើយហើយយើងក៏មិនបានការពារស្ដីពិតដែលមាននៅក្នុងអង្គព្រះយេស៊ូវនៅឡើយនៅពេលដែលយើងឃើញមនុស្សម្នាក់ដែលគេព្យាយាមយកគោលលទ្ធិថ្មីដែលមិនត្រឹមត្រូវមិនពិតប្រាកដយកទៅឲ្យមនុស្សម្នាក់ហើយមនុស្សនោះគឺជាគេបោះសឹកក៏ដោយអ្នកមិនជឿព្រះនៅឡើយក៏ដោយនៅពេលដែលគេយកអ្វីដែលមិនពិតទៅគឺជីវិតរបស់ពួកគេបើសិនជាបុគ្គលគេទទួលយកឧទាហរណ៍ថាគេបោះសឹកអ្នកទទួលយកគោលលទ្ធិផ្សេងមួយទៀតដែលមិនមែនពិតត្រឹមត្រូវជំនឿរបស់គាត់នឹងត្រូវបានខូចគាត់បានបដូរពីការពិតត្រឹមត្រូវទៅជាទទួលយកសិទ្ធិពុទ្ធខកផ្សេងមកវិញអញ្ចឹងនៅពេលដែលខ្ញុំព្រមទាំងបងប្អូនដែលស្លាញ់គ្រប់កោះខ្លាចព្រះយេស៊ូវតាមសេចក្ដីពិតត្រឹមត្រូវនោះដែលយើងថាការពារសេចក្ដីពិតតាមពិតយើងមិនការពារសេចក្ដីពិតទេគឺយើងការពារគំនិតការពារការយល់ដឹងការពារការប្រព្រឹត្តរបស់ផងបាទបងប្អូនម្នាក់នោះដែលគាត់កំពុងតែរងទទួលយកការបញ្ជ្រាបនៅគោលទីដែលមិនត្រឹមត្រូវនោះទេគឺជាកម្មបត្តិនៃអ្នកដែលយើងថាការពារសេចក្ដីពិតបាទពីព្រោះយើងការពារដួងចិត្តការពារគំនិតការពាររបៀបនៃការគិតរបស់ផងបុគ្គលគ្រីស្ទានម្នាក់នោះថាបងប្អូនទទួលជឿបែបនេះគឺមិនត្រឹមត្រូវទេពីព្រោះវាខុសនឹងគោលលទ្ធិដែលបងដែលអ្នកបានទទួលពីមុនមកដូច្នេះខ្ញុំសូមបន្តប្រាប់រំលឹកបងប្អូននៅគោលលទ្ធិត្រឹមត្រូវដែលបងប្អូនធ្លាប់កាន់បាទដូចជាសាវកពលតែងតែនិយាយទៅកាន់ពួកជំនុំព្រះអង្គនៅក្នុងព្រះគម្ពីរសម្បត្តិក្នុងព្រះគម្ពីរសញ្ញាថ្មីយើងបានឃើញថាលោកបន្ទោសទៅដល់ពួកជំនុំថាមិនក៏ឆាប់ផ្លាស់ប្រែដល់ម្លេះមិនក៏ផ្លាស់ប្រែស្អីជំនឿត្រឹមត្រូវដើមទៅយកអ្វីថ្មីនៅពេលដែលលោកមិនបាននៅបាទនោះហើយគឺជាការដែលបងប្អូនត្រូវយល់ដឹងអំពីពាក្យថាការពារសេចក្តីពិតបាទអញ្ចឹងយើងអត់បានការពារសេចក្តីពិតទេយើងគ្រាន់តែការពារដល់មនុស្សមួយក្រុមពួកជំនុំម្នាក់ឬក៏មួយក្រុមពីការបោកបញ្ឆោតដំណឹងមិនល្អចូលទៅកាន់បាទជីវិតរបស់គាត់គឺតែពិតគឺតែប៉ុណ្្នឹងទេអញ្ចឹងសូមបងប្អូនយល់បានច្បាស់អំពីពាក្យថាការពារសេចក្តីពិតការពារគោលលទ្ធិពិតគឺយើងមិនដែលបានទៅការពារទេការពារសេចក្តីពិតទេសេចក្តីពិតទេដែលរក្សាយើងឲ្យនៅក្នុងព្រះយេស៊ូវហើយយើងយកអ្វីដែលពិតហ្នឹងទៅប្រាប់បញ្ជាក់ដល់បងប្អូនយើងថានេះគឺជាការពិតសូមកុំទទួលយកអ្វីផ្សេងទៀតដែលខុសអំពីការនេះនោះហើយគឺជាដំណើរនៃការរក្សាឬក៏ការពារសេចក្តីពិតដែលខ្ញុំបានយល់ឃើញដូច្នេះសង្ឃឹមថាពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះជាពិសេសបងប្អូនដែលជាបរិស័ទយល់ឲ្យបានច្បាស់អំពីពាក្យថាយើងការពារសេចក្តីពិតឬក៏សេចក្តីពិតការពារយើងបាទសង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនទាំងគ្នាក្នុងការយល់ដឹងជាជ្រុងមួយនៃចំណេះដឹងក្នុងការបន្ទូលของព្រះដើម្បីជួយយើងឲ្យបានរីកចម្រើនក្នុងជំនឿជាទីបរិស័ទដើរតាមព្រះយេស៊ូវរហូតដល់យើងបានទទួលសេចក្តីសង្គ្រោះបាទចាំបាត់អង់ត្រេសូមបានជម្រាបលានៅប៉ុណ្នេះវីដេអូរបស់ខ្ញុំគឺបានផ្សាយចេញបាទពីស្រុកបាភ្នំថ្ងៃនេះខ្ញុំមានទេសកម្មមកដល់ទីនេះហើយក៏ជិតពេលដើម្បីធ្វើខ្សែអាត់វីដេអូមួយនេះ
ដើម្បីផ្សព្វផ្សាយជូនបងប្អូនទាំងគ្នាអំពីអ្វីដែលខ្ញុំបានស្វែងរកឃើញស្វែងយល់ឃើញនៅក្នុងជំនឿជាគ្រិស្តបរិស័ទសូមអរគុណសូមព្រះប្រទានពរ